គណៈបកប្រជាធិបតេយ្យជាគណៈបករបស់ប្រជាប្រដ្ឋកើតពីប្រជាប្រដ្ឋរបស់ប្រជាប្រដ្ឋដើម្បីវត្ថុបំណងរបស់ប្រជាប្រដ្ឋឥឡូវបងប្អូនមើលវត្ថុបំណងមើលយន្តការ8ចំណុចទី1កាត់បន្ថយអំណាចរបស់នាយករដ្ឋមន្ត្រីដោយឲ្យនាយករដ្ឋមន្ត្រីនឹងកាន់ការងារប្រទេសជាតិ12អំណាចបានហើយទី2ឲ្យនាយករដ្ឋមន្ត្រីរស់នៅក្នុងផ្ទះដែលផ្ដល់ដោយរដ្ឋសពថ្ងៃផ្ទះគាត់នឹងមានអីខ្លះទេហើយអាក្រោះអីស្អីទេដូចមូលដ្ឋានយោធាអញ្ចឹងផ្ទះមួយទំហំប្រមាណបងប្អូនជាង100ហិកតាជាង100ហិកតាបងប្អូនទៅមើលផ្ទះគេកើតនឹងបោះឆ្នោតឈ្នះទេចុះបើបោះឆ្នោតចាញ់ឲ្យគាត់មកឲ្យគាត់លើកកណ្ដុងពីនឹងមកយើងងាប់ទៀតណាអញ្ចឹងហើយបានយើងចាត់វិធានការថ្មីគោលនយោបាយទី2របស់យើងគឺនាយករដ្ឋមន្ត្រីត្រូវនៅក្នុងផ្ទះដែលផ្ដល់ដោយរដ្ឋធ្វើឲ្យពេលណាឈ្នះឆ្នោតមកនៅនឹងទៅចាញ់ឆ្នោតទៅវិញទៅផ្ទះហ្នឹងយើងមើលសពក្លុកកលៀតគ្មានកាភ្លើងគ្មានអីទេគ្មានអំបរះគ្មានអី100ជាងហិកតាទេដល់យន្តការទី3អង្គរៈសពថ្ងៃបងប្អូនរាប់ពាន់សួរយកធ្វើអីមិនមែនការពារសុវត្ថិភាពរបស់នាយករដ្ឋមន្ត្រីទេណាទុកគម្រាមយើងបើការពារសុវត្ថិភាពនាយករដ្ឋមន្ត្រីទុកឲ្យគេរើសទៅដូចបកោណាអញ្ចឹងកាលពីព្រះអង្គនៅរស់បើគ្រាន់តែការពារសុវត្ថិភាពរបស់បកោណានៅឲ្យស្ងៀមទៅអង្គរៈរបស់លោកមកពីកូរ៉េគេបញ្ជូនមកឲ្យការពារហ្មងតែនេះរើសខ្លួនឯងបងប្អូនបារ៉ាក់អូបាម៉ាក៏មានកងរក្សាសន្តិសុខរបស់ប្រធានាធិបតីដែរតែអត់នៅចំណុះបារ៉ាក់អូបាម៉ាទេបារ៉ាក់អូបាម៉ាអត់រើសទេប្រធានាធិបតីណាឈ្នះឆ្នោតអត់ទៅរើរូបកងសន្តិសុខការពារសុវត្ថិភាពរបស់បារ៉ាក់អូបាម៉ាទេគេខ្លាចបារ៉ាក់អូបាម៉ារើសទៅណាបងប្អូនប្រមូលផ្ដុំអំណាចវាឡើងទៅជាការពារសន្តិសុខផ្ទាល់ខ្លួនវាទុកគម្រាមគេរាល់ថ្ងៃហ្នឹងអញ្ចឹងបងប្អូនអញ្ចឹងហើយកន្លែងហ្នឹងគណៈបកប្រជាជនក៏មិនខ្ចីនិយាយគណៈបកសាងគ្រោះឲ្យជាតិសង្គ្រោះជាតិនេះក៏មិននិយាយអត់ទាំងអស់លោកប្រធានសង្ងំស៊ីក៏មិននិយាយលោកអនុប្រធានក្រមសខាក៏មិនខ្ចីនិយាយតែរឿងប្រាក់ខែប៉ុណ្ណេះពួកអីបានចឹងថាវាចង់បានអំណាចដូចគ្នានោះណាអាត្រង់ហ្នឹងដែលខ្ញុំនិយាយថាគណៈបកសម្ព័ន្ធដើម្បីប្រជាធិបតេយ្យតូចតែខ្ញុំអត់ខ្លាចទេបងប្អូនអត់ខ្លាចទេពីព្រោះពួកនេះសិតតែចង់បានប្រយោជន៍ពីរាជទាំងអស់នៅពេលដែលយើងមកគៀងរាជទាំងអស់គ្នាដើម្បីទៅដើមអំណាចរបស់ពួកវារឿងអីដែលយើងខ្លាចបងប្អូនខ្លាចតែរាជមិនយល់ទេត្រង់ចំណុចហ្នឹងហើយបានពួកយើងបងប្អូនចេញតែពីគណៈបកប្រជាជនមកគឺយើងមកប្រព័ន្ធផ្សព្វផ្សាយឥឡូវនេះជាង20វត្ថុហើយហេតុអីថាយើងមិនមកអូសក្បាលបងប្អូនឲ្យទៅបោះឆ្នោតឲ្យយើងទេគឺយើងឲ្យបងប្អូនយល់អញ្ចឹងបានយើងត្រូវការប្រព័ន្ធផ្សព្វផ្សាយខ្លាំងណាស់បងប្អូនហេតុអីបានយើងត្រូវការឲ្យបងប្អូនយល់ទី1មនុស្សបើបងប្អូនគោមនឹងឲ្យយល់មិនទេមនុស្សដល់ទី2គេម្ចាស់ប្រទេសមិនមកអូសយកស្លឹកខ្នោតទេឲ្យគេយល់ផងមុននឹងឲ្យគេសម្រេចចិត្តឲ្យគេយល់ផងយើងគោរពបងប្អូនដល់ណាទៀតបងប្អូនគោរពបងប្អូនដល់ណាទៀតណោះអាពួកវាមកយកអំណោយមកឲ្យបងប្អូនណោះវាថាបងប្អូនចេះណាស់ហើយវាអុចឲ្យបងប្អូនក្តៅទៅរដ្ឋាភិបាលអានោះបានមើងងាយបងប្អូនមើងងាយវាថាអញស៊ីបាយត្រឡោកមុខអញឲ្យខ្មៅមុខអ្នកស្រែរួចវាមកនិយាយថាអូយមីងឯងស្បែកស្អាតណាអានេះមើងងាយអញត្មងថាអញស៊ីបាយនឹងត្រឡោកអាហ្នឹងវាចង់បោកយើងអានោះបានហៅមើងងាយដល់ពេលខ្ញុំថារះល្ងំគេថាខ្ញុំមើងងាយខ្ញុំនិយាយឲ្យបងប្អូនព្រមទទួលឲ្យបងប្អូនគិតមើលខ្លួនឯងថាល្ងងបានអត់គេថាព្រមទទួលស្ថានភាពពិតដឹងខ្លួនថាល្ងងគង់នឹងចេះបានដល់ពេលបងប្អូនថាបងប្អូនចេះហើយអាពួកនោះមកចាក់ចុចទៅទៀតថាយើងនឹងឌីលរះសតរះល្ងងឌីលហ្នឹងបងប្អូនពិចារណាមើលយើងឌីលដោយអីដោយសំអប់ដោយភ័យព្រួយណាដោយចិត្តក្តៅកាហាយឈឺឆ្អាលនឹងបងប្អូនណាណោះអាមកតសើបងប្អូនថាចេះណានោះអានោះបានមើងងាយពេញតួវាថាបងប្អូនគ្មានខ្យល់អីទេមុខដូចស្វាសាច់នោះកពើស៊ីមិនមុតទេមិនចេះមើលខ្លួនទេគេតសើថាស្អាតអញញឹមភាយហេតុអីបានវាហ៊ានតសើមនុស្សចង់ថាស្អាតពីព្រោះវាដឹងថាមនុស្សនឹងវាល្ងងណាស់អានឹងគេហៅមើងងាយបងប្អូនមើងងាយពួកយើងមកគៀងកោបងប្អូនដើម្បីប្រមូលកម្លាំងរបស់បងប្អូន 50% បូក 1 គ្រប់គ្រងគោលនយោបាយរបស់ពួកយើងចលនាប្រជាធិបតេយ្យជាចលនារបស់ប្រជាប្រដ្ឋកើតពីប្រជាប្រដ្ឋរបស់ប្រជាប្រដ្ឋដើម្បីប្រជាប្រដ្ឋយើងគៀងកោកម្លាំង 50% បូក 1 របស់ប្រជាប្រដ្ឋដើម្បីធ្វើឲ្យយន្តការរបស់យើងคล้ายជាច្បាប់ដើម្បីឲ្យពួកយើងមានអំណាចយន្តការទី3គឺកងអង្គរៈហាមមិនឲ្យនាយករដ្ឋមន្ត្រីចាត់តាំងទេរាប់ពាន់នាក់អញ្ចឹងមិនមែនកងរក្សាសុវត្ថិភាពរបស់នាយករដ្ឋមន្ត្រីទេគឺជាកងដែលទុកគម្រាមកំហែងបងប្អូនណាគេរហូតដល់មានកងអង្គរៈមកធ្វើខ្នល់ធ្វើអីទៀតណា
វាច្រើនសល់ជើងអញ្ចឹងណាសល់ជើងវាច្រើនពេកសួរតែគេបកការធ្វើអីទុកគ្រាន់ចាញ់ឆ្នោតអីអញមិនអោយអញ្ចឹងអាហ្នឹងហើយសួរគាត់បានលុយមកពីណាហ៎ប្រាក់ខែស្មាតោអត់ដល់ 2000 ទេប្រាក់ខែស៊ីមិនបានកាទៀវមកគ្រួសារគាត់មួយថ្ងៃផងហេតុអីបានគាត់សល់លុយរហូតដល់អង្គរៈនោះទៅទៀតមិនលុយយើងអានឹងហើយព្រៃឈើវាលួយលេះអស់ទៅនោះយើងមិនបានច្រាស់នោះអង្គរវត្តវាលាយអស់ទៅនោះហើយគេមកនិយាយប្រាប់យើងគេថាយើងល្ងងគេថាម៉េចហ៎អាគណៈបកផ្សេងបាទថាមានអីធ្វើមានគណៈបកប្រជាជនមួយទៀតដែលធ្វើហោះចុះបើកាន់លុយរត់ដល់ធ្វើប៉ុន្តែលុយ 10000 ធ្វើអស់តែ 2000 ទេអា 8000 នេះច្រាស់ខ្ទេចអញ្ចឹងអត់មានមើលទេបងប្អូនរួចហើយបងប្អូនមកថាអើយអត់មានគណៈបកណាធ្វើទេមានគណៈបកប្រជាជនខ្ញុំក្តៅពេកទេបងប្អូនបើពួកអាស៊ីឈ្នួលនឹងវាដើរនិយាយមិនអីទេណាប្រជាប្រដ្ឋអ្នកបោះឆ្នោតឲ្យគេអ្នករងគ្រោះគាត់និយាយដែរថាទុកឲ្យងាប់ឥឡូវហើយទុកឲ្យងាប់តកូនតចៅឥឡូវហើយក្តៅហ่าទុកឲ្យងាប់ស្លាស់ឥឡូវហើយអត់ដឹងខុសអត់ដឹងត្រូវអីទេពួកយើងសម្ងាយយើងកំពុងគៀងកើបងប្អូនដើម្បីសម្រេចយន្តការរបស់យើងឲ្យតែយើងបាន 50% បូក 1 គឺសម្រេចយន្តការរបស់យើងមុននឹងខ្ញុំងាប់ខ្ញុំចង់ដាក់អានឹងឲ្យបានឲ្យបងប្អូននេះកុំឲ្យវាមុខខ្មៅមើលថាក្តាប់ឆ្នាំងអញ្ចឹងឲ្យវាស្រស់ថ្លាដោយពួកអឺរ៉ុបពួកជប៉ុនគេផងវាខ្មៅអ៊ូញតែមុខណាវាហត់ពេកវាពិបាកពេករស់ស៊ីវាមិនបាននោះណាធ្វើកញ្ចាក់បោះរត់ណាកញ្ចាក់បោះរត់ថ្ងៃហ្នឹងលើកដៃសម្បូងសម្រងរដ្ឋាភិបាលជាម៉ែជាឪសុំមើលកូនចៅផងថាជំនាន់ស្ដេចមកទៀតណាជំនាន់ស្ដេចទៀតអត់ព្រមធ្វើម្ចាស់គេសោះឋានៈពួកអ្នកឯងទាំងអស់គ្នាហ្នឹងស៊ីលុយខ្ញុំទេណាអ្នកឯងទទួលខុសត្រូវក្នុងនាមជាអ្នកតំណាងខ្ញុំបោះឆ្នោតឲ្យច្រាស់លុយខ្ញុំណាខ្ញុំជាអ្នកបងពុនណាខ្ញុំណាខ្ញុំបងពុនខ្ញុំម្ចាស់ប្រទេសអានឹងជាតបតៃយើងកំពុងតែរៀបចំយន្តការ8ចំណុចរួចហើយគៀងកោឲ្យបងប្អូនគ្រប់គ្រង 50% បូក 1 ដើម្បីសម្រេចយន្តការ8ចំណុចរបស់យើងដើម្បីឲ្យពួកយើងមានអំណាចដែលហៅថាសង្គមប្រជាធិបតេយ្យយន្តការទី3របស់យើងគឺនាយករដ្ឋមន្ត្រីមិនអោយជ្រើសរើសកងអង្គរៈដល់ខ្លួនឯងទេដល់យន្តការទី4សិទ្ធិវិធានការកាត់បន្ថយអំណាចរបស់នាយករដ្ឋមន្ត្រីទាំងអស់មិននាយករដ្ឋមន្ត្រីហ៊ុនសែនទេគឺតំណែងជានាយករដ្ឋមន្ត្រីអ្នកណាក៏ដោយយើងកាត់កងជាច្បាប់ជាតំណែងរបស់នាយករដ្ឋមន្ត្រីយើងកាត់កងអញ្ចឹងសំរងស៊ីក៏ដោយកម្មសខាក៏ដោយអញ្ជើញមកអង្គុយតែរៀបចំយន្តការឲ្យស្អែកមកអង្គុយប្រាក់ខែ 2000 វាមកទេពីព្រោះច្រាស់វាមិនបានហើយធ្វើមិនស្រួលជាប់គុកពីព្រោះកាត់បន្ថយអំណាចរួចហើយអំណាចនៅលើដៃយើងនាយករដ្ឋមន្ត្រីធ្វើមិនស្រួលជាប់គុកហើយបងប្អូនមិនងាយធ្វើស្រុកខ្មែរយើងព្រោះអាខាងកើតវារៀបចំប្រព័ន្ធហ្នឹងវារៀបចំបណ្ដាញវាណាគោះនឹងនិយាយពីគោះម៉ែអាគោះមិនគោះដើមកធំទេដើមកធំទេអត់មានឬកៅណាស្រួលគោះណាដឹងគោះដើមស្អីរុះកៅវាច្រើនណាស់បងប្អូនទាល់តែបងប្អូនព្យាយាមគោះទាំងអស់គ្នាដាច់សរសៃកូនទាំងអស់គ្នានេះបានអាចគោះបានបងប្អូនស្រុកខ្មែរអាខាងកើតរៀបឲ្យណាបងប្អូនរៀបវារៀបម៉ងដើម្បីយកដីខ្មែរយើងអញ្ចឹងហើយវាចេះតែបញ្ជូនគ្នាវាទៅអាខាងលើនោះក្តុបគ្នាខាងលើនោះវានៅក្នុងត្រួតក្បាលយើងហើយដល់ពេលឯងវិញម្ចាស់ប្រទេសឈរមើលប្រទេសអាលាយឈរមើលដោយអាឡែងរលកទឹកមកអញ្ចឹងកម្ពស់10 ម៉ែត្រមកហើយយើងមើលអូទឹកមកកម្ពស់10 ម៉ែត្រនាំមកទាំងផុកនាំមកទាំងកាក់សំណល់អីសួរមីងមិនបានមិនរត់ទៅណាជាប់ខ្នោះជើងសម្ងាយស្រឡឹងមើលអញ្ចឹងទៅមើលអង្គរវត្តអូអង្គរវត្តអញគេស៊ីអស់ហើយទៅមើលព្រៃឈើអូព្រៃឈើអញគេកាប់អស់ហើយទៅណាអើដឹងទៅណានៅទៅនឹងទៅងាប់ឈរមើលបើផ្នែកងាប់មកថ្ងៃហ្នឹងអញ្ចឹងហេតុអីបានយើងទៅអត់រួចបងប្អូនទៅត្រង់ណាឥឡូវទៅត្រង់ណាក៏ជួបកំភ្លើងទៅត្រង់ណាក៏ងាប់ដែរមានតែទៅតាមផ្លូវយើងទេណាបងប្អូនបើស្នាជាបងប្អូនយល់បងប្អូនតេះគ្នាតែបន្តិចម្នាក់បងប្អូនគ្មានអាណាឈ្នះគ្នាទេធ្វើឲ្យវាលបាក់លបាញពួកអាផ្ដាច់ការទាំងចាស់ទាំងថ្មីនឹងម្ដងរហូតដល់គេតែសើថាប្រជាប្រដ្ឋខ្មែរមិនមែនធម្មតាទេដល់តែយល់មិនមែនអត់កំណត់និយាយស្ដាប់គ្នាមិនបានទេយើងសប្ងៃបញ្យល់បងប្អូនគឺដោយសារចង់ឲ្យបងប្អូនកើតកម្លាំងទឹកចិត្តតស៊ូទាំងអស់គ្នានេះដោយសារយើងដឹងថាគោលនយោបាយរបស់យើងជាផលប្រយោជន៍របស់ទាំងអស់គ្នានេះបើជាគោលនយោបាយសម្រាប់ផលប្រយោជន៍អាណាមួយក្រុមបងប្អូនខ្ញុំដឹងអាចារ្យហ្មងហេតុអីគ្មានលុយឲ្យគេផងហ្នឹងហើយមិនទៅឈ្នះគេកើតអត់ឈ្នះគេទេតែហេតុអីបានយើងសង្ឃឹមថាយើងអាចឈ្នះពីព្រោះយន្តការ8ចំណុចជារបស់យើងទាំងអស់គ្នាយន្តការទី4របស់ពួកយើងគឺបង្កើតតុលាការរដ្ឋបាលបងប្អូនហើយបងប្អូនត្រូវចងចាំគិតឲ្យឃើញច្បាប់ទាំងឡាយបងប្អូនតើអត់មានតុលាការច្បាប់មានតម្លៃត្រឹមសិលធម៌អត់អនាគ្រប់ទេសពថ្ងៃច្បាប់មកកណោដោយសារបងប្អូនខ្លាចជាប់គុកនេះបានបងប្អូនគ្រប់បើសិនណាជាបងប្អូនអត់ខ្លាចជាប់គុកទេច្បាប់អីក៏អញមិនគ្រប់ដែរ
ហងៃច្បាប់ដំណើរការរដ្ឋដល់បងប្អូនអត់មានតឡាការទេអញ្ចឹងបានគាត់ធ្វើក៏ធ្វើទៅមិនធ្វើក៏ឲ្យទៅតឡាការនោះកាត់ក្តីចេញសារក្រមមករួចហើយនាយករដ្ឋមន្ត្រីចេញលិខិតប្រុយគេហៅសូជណឯងប្តឹងគ្នាប្រហែល10ឆ្នាំមកមកជ្រះមកចាញ់សូជណចេញមកលុបសារក្រមរបស់តឡាការចោលផឹងហ្មងហេតុអីបងគាត់ធ្វើបងប្អូនអត់មានតឡាការរដ្ឋបាលទេសុកគេបងប្អូនរៀបនឹងចេញលិខិតស្នាមមួយនិយាយពីមេភូមិដល់មេឃុំដល់មេស្រុកដល់ញ័រដៃខ្លាចចេញទៅខុសច្បាប់រដ្ឋបាលគេប្តឹងចូលតុលាការរដ្ឋបាលជាប់គុកសពថ្ងៃបងប្អូនមានតុលាការស៊ីវិលទេតុលាការស៊ីវិលហ្នឹងសម្រាប់ដាក់គុកបងប្អូនដល់តុលាការសម្រាប់កាត់ក្តីដែលរដ្ឋធ្វើការខុសអត់មានទេអារឿងហ្នឹងបងប្អូនបើទុកឲ្យពួកហ្នឹងបង្កើតខ្ញុំថា1លានឆ្នាំទៀតក៏អត់បង្កើតដែរតុលាការហ្នឹងពីព្រោះកាត់ក្តីវាមិនបង្កើតទេអញ្ចឹងបានយើងដាក់ក្នុងយន្តការបោះពួកយើងយន្តការទី4របស់យើងគឺបង្កើតតុលាការរដ្ឋបាលសម្រាប់កាត់ក្តីពួកអ្នកធ្វើការងារបម្រើរាជរួចហើយរំលោភអំណាចដែលប្រជាពលរដ្ឋទុកចិត្តរាប់ចាប់ពីមេភូមិមេឃុំឡើងទៅជាប់គុករណោងបងប្អូនជាប់គុករណោងមានប្រសិទ្ធភាពណាស់ការងារអញ្ចឹងមិនមែនថាទៅសុំសបុតការគេថា5ថ្ងៃគាត់ថា10ថ្ងៃ20ថ្ងៃមិនដាច់យុរដ្ឋមន្ត្រីហ៊ុនសែនមកគេទៅចូលរួមប្រជុំឯអត់ទៅបានទេតែ5ថ្ងៃគឺ5ថ្ងៃស្រុកគេអត់ទៅបានទេអត់ទៅបានហ្មងមកថាកាតប្រជាជនយើងអត់ដាក់សញ្ញាណបានទៅធ្វើតែយកលុយប្រមាណប៉ុណ្ណឹងតែលើអត់បានទេលើមិនបានព្រោះមានតឡាការរដ្ឋបាលរបស់គេស្រុកខ្មែរអត់ទាំងអស់បងប្អូនស៊ីសងលើឆន្ទៈមេភូមិមេឃុំអាត្រង់នឹងហើយបានបងប្អូនថាអូយមេភូមិខ្ញុំទៅរៀងល្អមេឃុំនោះមិនសូវល្អទេវាគិតរឿងល្អមិនល្អវាគិតរឿងឆន្ទៈវាអត់មានច្បាប់គៀបឲ្យមនុស្សខូចក៏ដើរត្រង់ផ្លូវដែរនោះវាអត់មានអារឿងហ្នឹងបងប្អូនបើយើងទាំងអស់គ្នាមិនចូលរួមជួយធ្វើទេអត់មានអ្នកណាធ្វើឲ្យទេហើយមិនធំតែយើងទេដែលពិបាកណាបងប្អូនពិបាកតកូនតចៅខ្ញុំថាដូចមិនគួរកើតកូនមកទេពីព្រោះឪវាម៉ែវាអត់ជួយធ្វើឲ្យកូនបានស្រួលផងអញ្ចឹងកើតគេមកតម្លាក់វេទនាជាងយើងទៅទៀតដល់ជំនាន់នោះយន្តការទី4របស់យើងគឺបង្កើតតុលាការរដ្ឋបាលដើម្បីកាត់ក្តីពួកអ្នករំលោភអំណាចដែលប្រជាពលរដ្ឋផ្ដល់សេចក្តីទុកចិត្តហើយប្រើអំណាចហួសព្រំដែនដល់វិធានការទី5តួនាទីឋានន្តរស័ក្តិចាប់ពីថ្នាក់ឧត្តមសេនីយ៍អូស្រួលណាស់បងប្អូនសប្ងៃអាបរទេសខាងកើតនោះនិយាយពីផ្កាយច្រើនណាស់វាហើយបាញ់ប្រជាពលរដ្ឋស្រួលណាស់មិនសាសវាផងហើយចេះនិយាយខ្មែរទៀតហេតុអីបងប្អូនពីព្រោះខាងលើគេចាត់តាំងខាងលើគេចាត់តាំងបងប្អូនមិនដឹងអាណាផ្កាយមិនដឹងឥឡូវនេះយើងដូរយន្តការទី5របស់យើងគឺតួនាទីឋានន្តរស័ក្តិចាប់ពីថ្នាក់ឧត្តមសេនីយ៍តែផ្កាយមួយទៅគេហៅឧត្តមសេនីយ៍ត្រូវផ្ដល់សេចក្តីទុកចិត្តដោយរដ្ឋសភាបោះឆ្នោតដល់យើងមិនមែនបោះឆ្នោតចឹងទេបោះឆ្នោតដល់យើងតំណាងឲ្យប្រជាពលរដ្ឋអត់មាននាយករដ្ឋមន្ត្រីអីណាមកចាត់តាំងឲ្យអ្នកឯងធ្វើផ្កាយ1ផ្កាយ2កូនខ្លួនឯងមិនទាន់បានជុះបល័យពីក្បាលផងមកធ្វើការបានបន្តិចផ្កាយ2ផ្កាយ3អត់មានតែចឹងទេសុកគេតួនាទីឋានន្តរស័ក្តិឧត្តមសេនីយ៍ឲ្យតែផ្កាយគឺត្រូវរដ្ឋសភាដែលជាតំណាងឆន្ទៈរបស់ប្រជាពលរដ្ឋជាអ្នកផ្ដល់សេចក្តីទុកចិត្តហើយរដ្ឋសភាមិនមែនបោះឆ្នោតចឹងទេណាមិនមែនបោះឆ្នោតឲ្យប៉ះទេបោះឆ្នោតចំមុខហ្មងបងប្អូននៅឃុំនឹងស្រុកនឹងគឺបងប្អូនស្គាល់តំណាងរបស់បងប្អូននៅអង្គុយក្នុងរដ្ឋសភាហ្មងពេលនោះអ្នកតំណាងរាជប្រជុំផ្ដល់តួនាទីឋានន្តរស័ក្តិឲ្យអ្នកណាមួយក្នុងរដ្ឋសភាណាបងប្អូននៅផ្ទះមើលទូដឹងថាអូតំណាងរាជអញធ្វើការត្រូវអត់តែសប្ងៃនាយករដ្ឋមន្ត្រីក្តោបទាំងអស់អញ្ចឹងបានពួកអ្នកចង់ធ្វើធំហ្នឹងនិយាយពីបុកទៅកន្លែងនងទាំងអស់បងប្អូនណាតាបលាយវាហូរទៅកន្លែងណាបងប្អូនទឹកវាហូរទៅកន្លែងនោះហើហេកុំនាំគ្នាទៅសោកលោកនាយករដ្ឋមន្ត្រីកុំពុកអលួយកុំអីបងប្អូនតាតនៀបហូរទៅកន្លែងហ្នឹងភ្លៀងមកវាហូរទៅកន្លែងហ្នឹងតាមអំណាចប្រមូលផ្ដុំលោកនាយករដ្ឋមន្ត្រីហ៊ុនសែនគាត់មានសិទ្ធិសម្រេចអ្នកដែលចង់ធ្វើធំវារត់ទៅកន្លែងហ្នឹងឯងហើយដល់ពេលសំរងស៊ីកម្មសខាគាត់និយាយថាម៉េចទេបើគាត់កាន់ការងារប្រទេសជាតិវិញគាត់អត់មានពុកអលួយមកសោកមកប៉ាន់ទេប៉ុន្តែបន្លាយហូរទៅកន្លែងហ្នឹងដែរអំណាចប្រមូលផ្ដុំដែរបងប្អូនទុកចិត្តគេតស៊ូបងប្អូនអើយតម្រាំតែផ្ដួលរំលំម្នាក់បានតម្រាំតកោះអ្នកណាកាន់ការងារប្រទេសជាតិញូកោះ20 30ឆ្នាំមមតលុំមួយកោះងាប់ទាំងកូនងាប់ទាំងចៅរួចហើយបានមកដដែលទៀតណាបានមកដដែលទៀតតែ2 3ដងអញឈប់ធ្វើហ่าអញ្ចឹងបានខ្ញុំថាបងប្អូនអើយធ្វើម្ដងណាធ្វើឲ្យស្រាច់ហ្មងទុកឲ្យកូនចៅយើងស៊ីបងធ្វើពីដើមមកបងប្អូនមិនដែលបានគេនិយាយឲ្យស្ដាប់គ្នាបានហើយបានទៅទេតែគេធ្វើឲ្យខឹងហ្នឹងគឺតែទៅដល់ដល់ពេលអញ្ចឹងទៅអាអ្នកថ្មីហ្នឹងបោកដដែលយន្តការទី5របស់យើងគឺតួនាទីឋានន្តរស័ក្តិចាប់ពីថ្នាក់ឧត្តមសេនីយ៍មិនឲ្យនាយករដ្ឋមន្ត្រីចាប់តាំងទេត្រូវផ្ដល់សេចក្តីទុកចិត្តដោយរដ្ឋសភាយន្តការទី6
គឺអព្យាក្រឹតមន្ត្រីរាជការសប្ងៃបងប្អូនគេចង់ចូលបកណាមិនបានតោះចូលគណៈបកប្រជាជនហេតុអីពីព្រោះនាយករដ្ឋមន្ត្រីគាត់មានសិទ្ធិដកបានដកហើយគាត់ដកមកសពបងប្អូនថាដកតាំងពីគ្រូបង្រៀនឡើងដកតាណាក៏បានដែរគាត់ហ្នឹងអញ្ចឹងបានយើងត្រូវធ្វើច្បាប់រដ្ឋាភិបាលចាប់ពីថ្នាក់អនុរដ្ឋមន្ត្រីឡើងទៅលើទៅស្រុកគេបងប្អូនស្រុកថៃខ្ញុំមើលកសែតដូចជា40នាក់ជាងស្រុកបារាំងដូចជាជាង20នាក់គណៈរដ្ឋមន្ត្រីជាង20នាក់ប៉ុណ្ណឹងខ្ទង់30 40ប៉ុណ្ណឹងស្រុកថៃតែខ្ទង់40ជាងស្រុកខ្មែរបងប្អូន400នាក់ជាងគណៈរដ្ឋមន្ត្រីស្រុកប៉ុណ្ណាច្មកហើយអានឹងអត់ទាន់គិតទីប្រឹក្សាទៀតម្នាក់ទីប្រឹក្សាអូរយងទាំងអស់និយាយពីឯកឧត្តមហើយនឹងលោកជំទាវនិយាយពីជំទាវចំតិតគេនឹងនិយាយពីពោពេញហ្មងអាខ្លះគ្រាន់តែតកងឡានរដ្ឋមន្ត្រីប្រពន្ធគេហៅជំទាវដែរខ្ញុំថាអើយហៅឲ្យទៅអើយបើឯងឆ្លាញ់ពាក្យហ្នឹងហៅឲ្យហើយទៅតើ LDP ឈ្នះឆ្នោតណាធ្វើច្បាប់កាត់ឲ្យលីងជំទាវចំតិតហើយនឹងឯកឧត្តមមែនទេមានលោកបងប្អូនចង់ហៅគេជំទាវទៀតអីមុខបងប្អូននឹងបានធ្វើជំទាវអីហេចង់លិតចង់ក្រាបឯងបងប្អូនធ្វើទាំងអស់គ្នាដាច់ម៉ាត់អាជំទាវអស់ហ្នឹងលែងយួរកបោកមកធ្វើខ្ទេតទៅខ្ទេតមកអាខ្លះប្តីមិនបានទៅរដ្ឋមន្ត្រីបងគ្រាន់តកងឡានរដ្ឋមន្ត្រីតកងឡានគេហ្នឹងអាប្រពន្ធតកងឡានគេហៅជំទាវដែរជំទាវចំតិតអីទេជំទាវអត់ក្រិតអីចំតិតខ្ញុំចង់ថាទេបងប្អូនDP ឈ្នះឆ្នោតទៅបងប្អូនដាក់ឲ្យម៉ាត់ត្មងអាជំទាវឲ្យឯកឧត្តមនេះកុំឲ្យវាជ្រុលជ្រើមឲ្យคล้ายទៅជាប្រទេសមួយបងប្អូនកូនទឹកដីសវណ្ណភូមិមួយយ៉ាងស្រស់តកាលពួកយើងទាំងអស់គ្នាជាម្ចាស់ប្រទេសហ្មងបងប្អូនអានោះគឺស្រួលហ្មងបង្រៀនប្រជាពលរដ្ឋឲ្យចេះប្រើសិទ្ធិប្រើអំណាចទេបងប្អូនលែងមានអាណាមកត្រួតត្រាក្បាលយើងទៀតហើយសពថ្ងៃមន្ត្រីរាជការគ្នាខ្លាចណាស់បងប្អូនរួមទាំងគ្រូបង្រៀនផងពីព្រោះអ្នកកាន់ការងារស្រុកទេសគាត់មានឥទ្ធិពលអាចដកបានគ្រប់គ្នាទាំងអស់គ្រូបង្រៀនដោយមេភូមិក៏ដោយមន្ទីរកសិកម្មក៏ដោយមន្ទីរវប្បធម៌ក៏ដោយមន្ទីរស្អីក៏ដោយគឺថានាយករដ្ឋមន្ត្រីដកបានទាំងអស់អូនិយាយពីគ្រួសារគាត់ឡើងមកពុកនឹងមកពីណាទេគាត់និយាយថាម៉េចបើមកដាក់កូនអញដាក់កូនហែងចុះបើដាក់កូនហែងបានត្រូវអីហើយស្ដាប់ទៅត្រូវមែនពួកអីព្រោះតែយើងមានអំណាចដកដាក់បងប្អូនទាំងអ៊ំខាទាំងអ៊ំស៊ីវាមិនដែលដាក់គេទេដាក់តែខ្លួនឯងហ្នឹងហើយគាត់និយាយចឹងត្រូវបើអញមានអំណាចហើយនេះអញដាក់គេបានត្រូវបើមកឲ្យដាក់កូនអញហែងក៏ដាក់កូនហែងដែរមែនបងប្អូនឲ្យតែមានសិទ្ធិដាក់គឺដឹងតែពីណាក៏ដាក់តែកូនខ្លួនឯងចឹងដែរកម្មសខាក៏ដោយសំរងស៊ីក៏ដោយអញ្ចឹងបានយន្តការទី6របស់ពួកយើងគឺយើងកាត់បន្ថយអំណាចរបស់នាយករដ្ឋមន្ត្រីគឺមន្ត្រីរាជការហ្នឹងអព្យាក្រឹតមិនឲ្យគណៈបកនយោបាយណាឡើងទៅមានសិទ្ធិដកមន្ត្រីរាជការបានទេដកតែគណៈរដ្ឋមន្ត្រីរបស់គាត់បានហើយគណៈរដ្ឋមន្ត្រីស្រុកគេដូចស្រុកសៀមបងប្អូនប្រជាប្រដ្ឋគេជាង80លានជិត10ដងនៅយើងបងប្អូនគណៈរដ្ឋមន្ត្រីរបស់គេខ្ញុំមិនចាំជាង20នាក់ហ្នឹងជាង40នាក់ហ្នឹងស្រុកបារាំងហត់ទៅតិចទៅទៀតបងប្អូនខ្មែរយើងគ្រាន់គណៈរដ្ឋមន្ត្រីជាង400នាក់ហើយអត់ទាន់គិតទីប្រឹក្សាទៀតអ៊ំខាគ្រាន់តែឡើងអនុប្រធានរដ្ឋសភាជាង20នាក់ឥឡូវប្រងទៀតប្រងបន្ថែមទៀតអ៊ំខាយើងណាជាង20នាក់ពួកអីគេថាគ្នាគេខំដើររកស្លឹកឆ្នោតយូរហើយដូច្នេះគេអត់បានស៊ីគេអត់ព្រមទេលោកកឹមសុខានោះដើម្បីឲ្យមានគ្នាគាត់ដើររកស្លឹកឆ្នោតឲ្យគាត់ចេះតែសញ្ញេយកទៅណារួចហើយបញ្ជូនទៅព្រះមហាក្សត្រសញ្ញេខ្វោកទៅហេតុអីបានគណៈបព្វជិជនគេឲ្យថាឲ្យហែងស៊ីឲ្យហែងអាក្រក់ដែរឲ្យប្រជាពលរដ្ឋមើលឃើញមិនមែនគេឲ្យនឹងគេចង់ឲ្យអ៊ំខានឹងបានស៊ីណាចង់បង្ហាញប្រជាពលរដ្ឋថាឯងក៏ខូចដែរមានប៉ុណ្ណឹងណាបងប្អូនប្រើអំណាចប៉ុណ្ណឹងទៅហើយបងប្អូនមានអីត្រូវសង្ស័យថាអ៊ំខាហើយអ៊ំស៊ីមិនស៊ីទៀតបងប្អូនត្រូវទៅស៊ីអញ្ចឹងបានពួកយើងថាអត់ទុកចិត្តអាណាទេតើតរៀបចំប្រព័ន្ធគេថាមន់នេះដាក់លើចង្ហុកស៊ីស្រូវមន់អញមិនស៊ីទេមន់អាណាក៏អត់ជឿទេត្រូវតែធ្វើវិធានការយន្តការ8ចំណុចរបស់យើងគឺជាវិធានការយន្តការទី7បងប្អូនមេភូមិមេឃុំមេស្រុកមេខេត្តបោះឆ្នោតដោយសម្លេង 50% បូក1នៃប្រជាប្រដ្ឋរួចហើយទម្លាក់វិញដោយប្រជាប្រដ្ឋដូរសពថ្ងៃមេភូមិមេស្រុកមេខេត្តចាត់តាំងពីនាយករដ្ឋមន្ត្រីខ្សែនៅខាងគេដល់ពេលយើងបោះឆ្នោតដល់យើងទម្លាក់វិញដល់យើងខ្សែនៅខាងយើងដូចបោះសេះចឹងប្រជាធិបតេយ្យជាទម្រង់នៃការដឹកនាំរដ្ឋមួយដែលសិទ្ធិនិងអំណាចក្នុងដៃរបស់ប្រជាប្រដ្ឋអ្នកកាន់ការងារប្រទេសជាតិគ្រាន់តែជាតំណាងទេឥឡូវអត់ទេណាអ្នកកាន់ការងារប្រទេសជាតិជាម៉ែជាឪណាយើងអត់ដឹងធ្វើម៉េចគេទេវាសនារបស់យើងទុកលើដៃគេនេះគឺជាយន្តការទី7របស់យើងគឺមេភូមិមេឃុំមេស្រុកមេខេត្តបោះឆ្នោតដោយប្រជាប្រដ្ឋរួចហើយទម្លាក់វិញដោយប្រជាប្រដ្ឋយន្តការចុងក្រោយបំផុតគឺយន្តការទី8បោះឆ្នោតដូរប្រព័ន្ធឈួតឡប់សប្ងៃនឹងចេញទៅប្រព័ន្ធសប្ងៃនឹងបងប្អូនបោះឆ្នោតឲ្យបាក់អត់ស្គាល់អ្នកតំណាងនេះទេព្រោះថ្ងៃណាគេថាអូយបងប្អូនអើយថ្ងៃ27កក្កដាសូមបងប្អូនទៅបោះឆ្នោតរើសតំណាងរាស្ត្រមានរើសតំណាងរាស្ត្រណាគូឲ្យតែបាក់ហ្នឹង
ហើយមកប្រទេសគេភូតចឹងហើយណែខ្វល់ទេគេថាបោះឆ្នោតរើតំណាងរាស្ត្រដែលបានគូសមុខតំណាងមួយទេដឹងតំណាងនៅណាទេក្នុងលីសហ្នឹងក្នុងกระดาษដែលគេដាក់មកហ្នឹងបើគេដាក់គោមកជាប់គោទៀតព្រោះអញបោះឆ្នោតឲ្យគណៈបកគេដាក់ក្បីមកជាប់ក្បីអញដឹងអើបើអញដឹងគេស៊ីចឹងទៅបើអាហ្នឹងមិនដឹងអញមិនដឹងអីទេអញដឹងអីចឹងអញមិនដឹងខ្យល់អញដឹងតែលហើយអត់មានលហើយអញស្រែកហ្មងដឹងអាពិបាកហ្មងអត់ដឹងថាអាពិបាកហ្នឹងមកពីហេតុអីអត់ដឹងឥឡូវយើងប្រាប់ឲ្យដឹងយន្តការទី8របស់យើងគឺដូរប្រព័ន្ធបោះឆ្នោតសមាមាត្រចេញបងប្អូនបោះឆ្នោតមកប្រព័ន្ធចំមុខស្រុកគេបងប្អូនណាគេធ្វើឲ្យអ្នកតំណាងរាស្ត្រហ្នឹងងាយបំផុតជួបជាមួយនឹងប្រជាពលរដ្ឋព្រឹកល្ងាចខ្ញុំថាព្រឹកល្ងាចចុះបងប្អូនណាគេអត់ដាក់ពាក្យអីផ្សេងទៀតខ្លាចបងប្អូនអត់យល់តំណាងរាស្ត្របងប្អូនមកស្រួលស្ដាប់ហ៎តំណាងរាស្ត្រតំណាងយើងឆ្លោះគ្នាក្នុងភូមិហ្នឹងយើងមានបញ្ហាយើងរើសតំណាងយើងទៅតវ៉ាមួយរដ្ឋាភិបាលពាក្យហ្នឹងគេដាក់ឲ្យស្រួលតំណាងរាស្ត្រស្រាប់តែលើបោះឆ្នោតឲ្យបាក់ឯណាឯណីណោះហួចឲ្យគេយកមកគេថានឹងឲ្យតំណាងរាស្ត្រយើងវាសមហើយបងប្អូនអើយពីព្រោះអីអត់គិតអត់គូណែវាអត់គិតអត់គូមានអាគេនាំគិតគូហើយអត់ព្រមស្ដាប់ទៀតអានឹងធ្ងន់ណាបងប្អូនមើលយន្តការ8ចំណុចយើងមើលតើអាចចាត់ទុកជារបស់ពួកយើងទាំងអស់គ្នាអត់ពីព្រោះគេថាប្រជាធិបតេយ្យជាទម្រង់នៃការដឹកនាំរដ្ឋមួយដោយប្រជាពលរដ្ឋគណៈបកប្រជាធិបតេយ្យជាគណៈបករបស់ប្រជាពលរដ្ឋកើតពីប្រជាពលរដ្ឋរបស់ប្រជាពលរដ្ឋដើម្បីប្រជាពលរដ្ឋបងប្អូនមើលយន្តការ8ចំណុចមើលដើម្បីប្រជាពលរដ្ឋនៅអាត្រង់នឹងខ្ញុំសូមរំលឹកបងប្អូនឡើងវិញពីពាក្យរបស់ខ្ញុំខាងដើមខ្ញុំថាបើបងប្អូនទាំងអស់គ្នាមិនចូលរួមគិតគូរបញ្ហាប្រទេសជាតិទេទុកឲ្យគេគិតគូរទេស្រុកបងប្អូននៅតែប៉ុណ្ណឹងបងប្អូនត្រូវដឹងថាអ្នកកាន់ការងារស្រុកទេហ่ะទទួលខុសត្រូវវាសនាប្រទេសជាតិក្នុងនាមជាអ្នកតំណាងតែយើងទទួលខុសត្រូវវាសនាប្រទេសជាតិក្នុងនាមជាម្ចាស់បើម្ចាស់អត់គិតគូរទេកិច្ចមិនរួចអំពីគេជិះគេជាន់នឹងទេហើយរឿងហ្នឹងអត់មានពីណាដោះស្រាយឲ្យយើងជារៀងរហូត